រឿងអាពាហ៍ពិពាហ៍ក្នុងគំនុំស្នេហ៍ភាគទី14ព្រោះតបងធ្វើរឿងអាក្រក់ច្រើនណាស់ទើបកម្មពីធ្លាក់ទៅលើឯងរឿងអាក្រក់កំពុងកន្លងផុតទៅហើយពី3ថ្ងៃទៀតបងជួមេធាវីឲ្យទៅនិយាយជាមួយគឹមហូសេបងនឹងយក100លានទិញសេរីភាពឯងមកវិញផ្ទះមួយនេះប្រហែលជាមិនងាយលក់ចាញ់ទេបងដឹងវាចាស់ខ្លាំងអ្នកទិញត្រូវជួសជុលតបតាំងច្រើនតម្លៃប៉ុណ្ណេះបើមិនមែនសេដ្ឋីគឺទិញមិនបានថែមទាំងដឹងថាផ្ទះនេះធ្លាប់មានមនុស្សស្លាប់តែបើអ្នកប្រកាន់គេមិនទិញទេហើយបងរើប្រាក់100លានបានមកពីណាច្បាស់ជាបានឈឺចិត្តនៅឡើយទេថាហេតុអីខួរក្បាលស្ពឹកវាស្ថិតនៅលើថាចង់ទៅធ្វើជាកូនប្រសាផ្ទះនោះទៀតទេខ្ញុំស្រឡាញ់គេនាងសារភាពដល់សំឡេងខ្សែឈើចាប់បេះដូងជាងពេទ្យដែលត្រូវអាកដៃខ្លួនឯងទៅទៀតតែខ្ញុំមិនចង់ទៅនៅជាមួយគេទៀតទេបើចង់យំក៏យំមកទឹកភ្នែកជួយឲ្យឯងល្អប្រសើរវានឹងជួយលុបគេចេញពីចិត្តពេលវេលានឹងជួយស្រោចស្រង់គ្រប់យ៉ាងទាំងរាងកាយនិងបេះដូងបន្តិចទៀតឯងនឹងញញឹមដាក់បងញញឹមដោយពេលដែលធ្លាប់ញញឹមនាងក្រមុំតម្រែខ្លួនទៅរកបងប្រុសបណ្ដោយឲ្យទឹកភ្នែកហូរមកទៅទឹកអាសមីរបស់បងប្រុសដែលកក់ក្ដៅមានសុវត្ថិភាពតែក៏ញួរទៅត្រូវរហូតដល់គេមានអារម្មណ៍បានគេឈឺចាំគេខូចចិត្តដូចនាងដែរខ្ញុំរៀបការជាមួយគេបាន18ថ្ងៃប៉ុណ្ណោះគ្មានចំណងពាក់ព័ន្ធអីជាមួយគេប្រហែលខ្ញុំនឹងបិទផ្លេចគេបាននាងសឹកសួលមិនមែនត្រឹម18ថ្ងៃនាងស្រឡាញ់គេមានចិត្តទៅលើគេតាំងពីមិនទាន់បានដឹងថាគេជាបងប្រុសរបស់គេណាស្នេហាបរិសុទ្ធកាត់ឡើងនៅភូមិគ្រឹះត្រកូលគឹមពេលដែលភ្ញាក់ពីសន្លប់បេះដូងយោតាំងពីបានឃើញស្នាមញញឹមស្រទន់លើកដំបូងក្រាន់បាស់ហើយមិនទេទីបំផុតទឹកភ្នែកក៏ស្ងួតតែស្នេហាទុកសោកការខូចចិត្តនៅតែមានចាកេងម្នាក់ឯងបានទេបើមិនបានបងកេងកំដរខ្ញុំមិនខ្លាចម៉ាក់បើគាត់មករកខ្ញុំនឹងអោបគាត់អញ្ចឹងចូលទៅកេងទៅបងចុះក្រោមទៅប្រឌិតមើលរបៀបរៀបរយបិទទ្វារបិទបង្អួចឲ្យជិតផ្ទះធំបែបនេះនៅតែពីអ្នកវាអាចមានគ្រោះថ្នាក់ចាបើគេមិនលក់លេបថ្នាំដេកលក់មួយក្របទៅយូរញ៉ាំម្ដងគ្មានផលប៉ះពាល់អីទេជូនប្អូនស្រីដល់មុខបន្ទប់ហើយក៏ចុះទៅក្រោមដើរកាត់មុខផ្ទះតម្រង់ទៅទ្វាររបងអ៊ីនចាដើរមកទ្វាររបងគេក៏ឈួរចាំស្ត្រីម្នាក់ក្នុងភាពងងឹតព្រាព្រាដែលបានណាត់គ្នាទុកចាំប្រហែលជាង1ម៉ោងទីបំផុតឡានពោតស្លាយក៏បើកចូលមកស្ត្រីរៀងចំណាស់ម្នាក់ចុះពីឡានកែវភ្នែកសោកសៅពេលគេក្អកក្រហៀមទាញចំណាប់អារម្មណ៍ទៅអ្នកដែរមកដល់ងាកមកមើលដល់កែវភ្នែកប្រុងប្រយ័ត្នចង់និយាយក៏ឆាំនិយាយមកខ្ញុំគ្មានពេលច្រើនអ្នកជាស្រីចិត្តខ្មៅកូនស្រីបង្កើតដេកនៅក្នុងផ្ទះនេះអ្នកមិនសួររកនាងមួយម៉ាត់ចិត្តខ្មៅលោកគិតថាខ្ញុំមកចូលរួមបន្សពព្រោះអីមកដើម្បីអាហារសកម្មឲ្យម្ដាយរបស់លោកអញ្ចឹងឬអត់ទេខ្ញុំមកលួចមើលកូនស្រីរបស់ខ្ញុំមើលថានាងធំប៉ុណ្ណាហើយអូហូចង់ប្រាប់ថាខ្ញុំរំភើបចិត្តតែខ្ញុំនិយាយមិនកើតអ្នកទុកកូនទាំងនៅបាត់ជើងក្រហមរងាលឲ្យនៅជាមួយស្រីដែលស្អប់អ្នកបំផុតមិនមកសួរសុខទុក្ខមិនមកអើតមើលសូម្បីតែម្ដងនោះអាចអភ័យឲ្យបានយ៉ាងហោចណាស់ក៏នាងនៅមានបាជាទីពឹងពាក់តែបន្ទាប់ពីលោកប៉ាចែកឋានអ្នកដឹងទេអ្នកដឹងថានាងយ៉ាងម៉េចខ្លះទេហេតុអីអ្នកទុកនាងចាំនៅទីនេះទុកចោលទាំងដែលដឹងថានាងត្រូវជួបនឹងស្អីខ្លះខ្ញុំយល់ហើយអ្នកមានកូនថ្មីឲ្យអោកសោកូនស្រីគួរឲ្យស្រឡាញ់កូនប្រុសកំពុងតែពេញកម្លាំងស្វាមីអ្នកមានជាសេដ្ឋីតែប៉ុនប្រច័ណ្ឌហើយក៏មានគំនិតបុរាណគេច្បាស់ជាទទួលមិនបានដឹងថាអ្នកធ្លាប់ធ្វើជាប្រពន្ធចង់របស់ច្បាយធ្លាប់បំផ្លាញក្រុមគ្រួសារខ្ញុំឲ្យវិនិច្ឆ័យសអ៊ីនចាព្រោះអ្នកនឹងប៉ាគ្មានសិលធម៌មានក្តីសុខលើគំនោទុករបស់ម៉ាក់ទៅខ្ញុំនឹងប្អូនស្រីត្រូវធំធាត់នៅក្នុងផ្ទះដែលក្តៅដូចភ្លើងគ្រួសារដាច់ដោចទុកហើយទុកទៀតម៉ាក់លែងជាមនុស្សជាមនីព្រោះតែអ្នកគាត់ជួបនឹងចំណុចបញ្ចប់បែបនេះព្រោះតែអ្នកជាដើមហេតុនៃរឿងរ៉ាវទាំងអស់អ្នកមិនបាច់អាហោសកម្មឲ្យគាត់ទេគាត់ទៅវិញទេដែលជាអ្នកត្រូវជាអ្នកអាហោសកម្មឲ្យអ្នកប៉ុន្តែមនុស្សដូចជាម៉ាក់គាត់គ្មានថ្ងៃអភ័យឲ្យអ្នកងាយបើចិត្តក្រោយមានមែនគាត់នឹងតាមមកចង់កម្មចង់ពៀនទៅគ្រប់ជាតិបើលោកណាត់ខ្ញុំមកជេរខ្ញុំទៅវិញបើអ្នកទៅវិញស្អែកខ្ញុំនឹងទៅឈួរពីមុខផ្ទះអ្នកបំផ្លាញគ្រួសារដែលអ្នកស្រឡាញ់ឲ្យខ្ទេចខ្ទីអ្នកនឹងស្វាមីនឹងបាច់បាក់កូនស្រីកូនប្រុសរបស់អ្នកនឹងមើលអ្នកដឹកកសែតភ្នែកស្អប់ខ្ពើមម្ដាយធ្លាប់ធ្វើជាប្រពន្ធចុងគេថែមទាំងបោះបង់កូនអាក្រក់ជាងសត្វដេរឆានទៅទៀតសអ៊ីនចាខ្ញុំមិនមែនមនុស្សល្អអាក្រក់ជាងនេះថើបធៀបជាងនេះក៏ធ្វើរួចទៅហើយដូច្នេះអ្វីក៏ហ៊ានធ្វើដែរលោកត្រូវការអីខ្ញុំត្រូវការលុយ100លានត្រូវបានថ្ងៃស្អែកនេះ
លោកកំពុងគំរាមខ្ញុំថាបែបនោះក៏បានសក់អៀនចាលោកមិនខុសអីពីម្ដាយរបស់លោកអាក្រក់ថោកទាបទាំងម្ដាយទាំងកូនជេរខ្ញុំខ្លាំងជាងនេះក៏បានតែមិនថាអ្នករកពាក្យណាមកជេរខ្ញុំនៅតែអះចេតនាដើមខ្ញុំគ្មានលុយច្រើនដល់ថ្នាក់នោះបើ4-10លានអាចមានខ្ញុំត្រូវការលុយ100លានបន្ទាន់បំផុតបន្ទាន់តាមតែអាចបន្ទាន់បានតែដៃយកពីនេះមិនមែន100លានវាច្រើនជាងនោះប្រហែល1000លាន1000លានណាត្រឡប់ទៅប្រាស្វាមីនេះនិយាយថាម៉ាក់ជាអ្នកមានគុណគាត់ធ្លាប់ជួយសម័យអ្នកនៅក្មេងនិយាយថាស្រឡាញ់គ្នាចាត់ទុកដូចបងដូចប្អូនគាត់ចែកឋានតន់ហន់បែបនេះអ្នកក៏សោកស្ដាយចង់ធ្វើអ្វីម្យ៉ាងជាការតបស្នងខ្លះកប់ជួនម៉ាក់គ្មានធានារ៉ាប់រងជីវិតទ្រព្យសម្បត្តិក៏មិននៅសល់កូនកូនលំបាករៀបរាប់គ្រប់យ៉ាងឲ្យអស់ទៅអ្នកចង់ជួយទើបអ្នកចង់ទិញផ្ទះមួយនេះឲ្យខ្ញុំនឹងប្អូនមានលុយចាប់ខ្លួនខ្លះទិញផ្ទះមួយនេះហ៎ចេះនិយាយលេងតកើតខ្ញុំទិញតែធ្វើស្អីខ្ញុំស្អប់វាសើស្លាប់ទិញតែធ្វើអីតាមតែចិត្តអ្នកទុកចោល4-10ឆ្នាំតម្លៃនឹងឡើងថ្លៃទុកវាជាផ្ទះទី2ក៏បានមកស៊ីអ៊ូលពេលណាក៏មកសម្រាប់នៅទីនេះមិនចាំបាច់ទៅសថាគារលោកនិយាយវាងាយតែវាមិនងាយសម្រាប់ខ្ញុំលុយច្រានដល់ថ្នាក់នេះពេញមួយជីវិតរបស់អ្នកមិនធ្លាប់ធ្វើអ្វីដើម្បីអ៊ីនជេសុំវ៉ាខ្ញុំសុំតែមួយនេះទេពាក់ព័ន្ធអីនៅអ៊ីនជេខ្ញុំត្រូវការតែលុយ100លាន1000លានដែលនៅសល់ជារបស់អ៊ីនជេទោះរស់នៅតាមខេត្តតែក៏មិនបានល្ងងធ្លាប់លើកកិត្តិស័ព្ទរបស់លោកខ្លះដែរលោកនឹងមិនដែរឃ្លានលុយចូលចិត្តធ្វើខ្លួនជាឆ្លើងជជក់ឈាមលោកចង់បានលុយ1000លានដោយខ្លួនអញតែយកអ៊ីនជេមកអាំងច្រើនជាងកូនស្រីខ្ញុំរៀបការជាមួយមហាសេដ្ឋីគីមហូសៃមានដល់ថ្នាក់នោះមានជាងប្តីខ្ញុំមិនដឹងជាប្រមាណ10ដងព្រោះតែគេមានខ្លាំងនឹងអីមានដល់ថ្នាក់ទិញអ៊ីនជេទៅធ្វើជាកាជះតណ្ហាខ្ញុំខ្ជិលអធិប្បាយអ៊ីនជេជាកូនបង្កើតរបស់អ្នកបាយជាមិនដឹងអីពាក់ព័ន្ធនឹងនាងសរុបទៅយប់នេះអ្នកទៅវិញទៅត្រៀមលុយឲ្យគ្រប់មិនតាន់យ៉ាងណាសុំ100លានសិនមកខ្ញុំមិនបានលៀកដែរសុំអ្នកបែបពួកសុំទៀននេះគ្រាន់តែចង់សុំឲ្យអ្នកជួយទិញផ្ទះនេះប្រហែលមិនបានទេប្តីខ្ញុំជាមនុស្សល្អិតល្អន់ស្អែកមុនថ្ងៃត្រង់យើងធ្វើកិច្ចសន្យាទិញលក់អ្នកត្រូវយកលុយ100លានមកកក់តែបើមិនចង់ជួបមុខខ្ញុំញឹកញាប់យកលុយឲ្យគ្រប់1000លានប្រហែលមិនធ្វើឲ្យសេដ្ឋីស្រុកស្រែជ្រុះរោមជើងសអ៊ីនចាខ្ញុំបងប្រានៅខាងក្រៅឬអត់បងនៅទីនេះបងស្រីនៅត្រង់នេះទោះភ្លើងព្រាលតែមុខរបស់ស្ត្រីចំណាស់ក៏ស្លេកដល់ថ្នាក់គេមើលឃើញច្បាស់ចូលផ្ទះទៅខ្ញុំមិនដឹងថាបងមានភ្ញៀវពេលឃើញថាបងប្រុសមានភ្ញៀវនាងក៏អន់គ្រប់មិនដឹងទេថាជាម្ដាយបង្កើតនៅចិត្តបង្កើយមិនមែនភ្ញៀវអ៊ីនជេស្រីម្នាក់នេះជាបងប្រុសដើរទៅរកប្អូនស្រីចាប់ដៃនាងចាប់ធ្វើជាមួយអសម្ដីដើម្បីសាឡបងចិត្តអ្នកខ្លះណែនាំខ្លួនបន្តិចទៅអ៊ីនចាបាក់ឱកាសក្រែងលោម្ដាយបានធ្វើទូនាទីជាម្ដាយតែអ្នកដែលមានអតីតប្រឡាក់ប្លោក៏ជ្រើសរើសបិទឱកាសនោះកូនស្រីម្នាក់នឹងក្រុមគ្រួសារថ្មីគាត់ជ្រើសរើសក្រុមគ្រួសារថ្មីពួកគេគឺជាជីវិតរបស់គាត់ខ្ញុំជាអ្នកមកទិញផ្ទះមួយនេះសូមទោសដែលមកពេលយប់កប់ជួនអីផ្ទះខ្ញុំនៅឆ្ងាយនៅតាមខេត្តឯណោះបើចង់ចូលខាងក្នុងសិនមកចូលពិសាកាហ្វេមួយសិនមិនបាច់ទេខ្ញុំប្រញាប់នាយចាប់ក៏ប្រញាប់ឡើងឡានកុំភ្លេចស្អែកយើងមានណាត់អ៊ីនចាខាត់ប្រយោគបង្កប់នៃខ្ញុំប្រាប់ស្វាមីឲ្យបញ្ជូនមេធាវីមកចាត់ការរឿងទិញលក់ស្អែកនេះលោកបានលុយ100លានហើយមិនលើសពី10ថ្ងៃលោកនឹងបានលុយប្រាប់400លានដែលនៅសល់ខ្ញុំលាហើយឡានទំនើបបាក់ចេញទៅនៅតែបងប្អូន2នាក់ដែលឈរស្ងៀមមិនគួរឲ្យជឿខ້ອຍផ្ទះមួយនេះចាស់ខ្ញុំគិតថាលោកបានចាញ់តែមានឯណានៅយើងមិនតាន់ដាច់ពីមាត់ផងក៏មានអ្នកចាប់អារម្មណ៍ទិញមិនតាន់ទឹកបាត់បិទប្រកាសផងស្រីម្នាក់មិញជាអ្នកណាបងធ្លាប់ស្គាល់ឬអត់ខ្ញុំមានអារម្មណ៍ដូចប្រហែលមុខយ៉ាងម៉េចក៏មិនដឹងមិនក៏មិនតាន់ចូលគេងទៀតអញត្រូវសម្រាប់បានច្រើនគេងឲ្យបានច្រើនញ៉ាំឲ្យច្រើនកុំឲ្យមើលទៅស្លេកស្លាំងអញ្ចឹងអ៊ីនចាបដូរទៅនិយាយរឿងផ្សេងនឹកអាណិតប្អូនស្រីខ្លោចចិត្តដែលម្ដាយបង្កើនមិនទទួលស្គាល់ខ្ញុំមើលតាមមកអួយឃើញទ្វាររបស់បាក់ខ្ញុំបារម្ភពីបងទៅចុះមកមើលអីចឹងចូលផ្ទះទៅយប់នេះសរសើមធ្លាក់ច្រើនក្រែងលោឈឺអ៊ីនចាដឹកដៃប្អូនស្រីដើរចូលក្នុងផ្ទះអ៊ីនជេជាក្មេងគួរឲ្យស្រឡាញ់តែរោគភាពកក់ក្ដៅមិនបាននៅស្រីហងស្អកខ្ពើមឪពុកក៏មិនមែនជួបពុកល្អកាលនៅមានជីវិតកំសើនៅផ្ទះរវល់ទៅរឿងស្រាស្រីខ្លាំងជាងក្រុមគ្រួសារពេលនាងធំឡើងរៀបការប្រុសម្នាក់នោះក៏បំផ្លាញទាំងកាយនិងបេះដូងឲ្យនាងឈឺចាប់និងជីវិតអាពាហ៍ពិពាហ៍ដែលជាអន្ទាក់ការពិតយប់នេះគួរតែជាយប់ពិសេសម្ដាយកូនគួរតែស្ទុះអោបគ្នាឲ្យសមតាមពេលវេលាដែលបែកគ្នាតែស្រីម្នាក់នោះចាត់ខ្មាស់ខ្លាំងណាស់បារម្ភខ្លួនឯងបារម្ភកូនក្រោយតែមិនបារម្ភកូនស្រីម្នាក់នេះអិនជេអាផាប់ក្តីស្រឡាញ់ទៅគេប្រាថ្នាធ្វើជាបងប្រុសល្អស្អែកគេនឹងយកលុយ100លាន
ទៅលើយកប្អូនស្រីមកវិញចាប់ពីថ្ងៃស្អែកទៅអ៊ីនជេមានសេរីភាពវិញហើយស្រឡាញ់តែមិនសារភាពគឹមហូសេស្រឡាញ់អ៊ីនជេឆុងយូណាបានប្រាប់គេបែបនោះអ៊ីនចាចាប់ផ្ដើមជឿពេលប្អូនថ្លៃមកបង្ហាញខ្លួនដល់ផ្ទះភ្លាមពេលគេបញ្ជូនមេធាវីទៅដល់ក្រុមហ៊ុនប៉ុន្តែស្នេហាលេគំនុំមិនស័ក្តិសមនឹងក្មេងស្រីបរិសុទ្ធស្លូតបូតដរាបណាហូសេនៅតែស្អកខ្ពើមគេដរាបនោះគេមិនព្រមឲ្យប្អូនស្រីត្រឡប់ទៅរស់នៅជាមួយដាខានមិនមែនដើម្បីភាពសំចិត្តតែគេបារម្ភពីអារម្មណ៍របស់អ៊ីនជេនាងត្រូវធ្វើបាបច្រើនណាស់ទៅហើយមិនចង់ឲ្យនៅក្នុងកណ្ដាប់ដៃរបស់សាតានព្រោះពេលណាដែលហូសេនឹកឃើញដល់ការស្លាប់របស់ហេណាគឺតែងតែទម្លាក់មកលើអ្នកដែលមិនដឹងអីមកពីហន់ផឹកទឹកត្រជាក់ៗសិនទៅក្រូចស្រស់អ៊ីនជេជាអ្នកច្បាច់កែភ្នែកមុតសំឡឹងមើលកាយទៅក្រូចផឹកអីក៏មិនចូលព្រោះមានរសជាតិល្វីងទាំងអស់ខ្ញុំមានរឿងនិយាយជាមួយប្រពន្ធខ្ញុំឲ្យនាងមកជួយខ្ញុំបន្តិចសុំនិយាយគ្នាពីរនាក់ជាលក្ខណៈផ្ទាល់ខ្លួនតាមមួយផ្លេតប៉ុណ្ណោះខ្ញុំទៅវិញហើយហូសេធ្វើពុតជាបំភ្លេចអតីតសັບពនាមដែលហៅគ្នាមិនមែនអញឯងតែជាខ្ញុំប្រពន្ធណាអ៊ីនចាសាច់តិចតិចអ៊ីនជេមិនមែនជាប្រពន្ធលោកមិនថាលោកទទួលឬមិនទទួលប្រាក់អ៊ីនជេក៏មិនត្រឡប់ទៅជាមួយលោកខ្ញុំគិតថាខ្ញុំនិងប្អូនស្រីមិនបានលេងល្បិចដាក់លោកក្រៅពីលុយ100លាននាងមិនធ្លាប់បានទទួលអីពីលោកសូម្បីតែការណាត់ក៏មិនធ្លាប់ទទួលបានលោកតែធ្វើបាបនាងធ្វើបាបទាំងកាយទាំងចិត្តបំផ្លាញទាំងភាពយុវវ័យតាមអីទេខ្ញុំព្យាយាមគិតថាវាគឺជាថ្លៃការទោះជាបងប្រុសតែក៏មិនមានន័យថាលោកមានសិទ្ធិខត់ខាំងខ្ញុំជាប្តីរបស់នាងនៅតែជាប្រពន្ធរបស់ខ្ញុំឋានៈនេះបើខ្ញុំមិនបញ្ឈប់អ្នកណាក៏បញ្ឈប់មិនបានប្តីប្រពន្ធនិយាយគ្នាមិនមែនជាការងារអីរបស់លោកមែនហើយប្តីប្រពន្ធនិយាយគ្នាខ្ញុំគួរតែចេះដឹងតែក៏អត់គិតដល់ការពីមុនមិនបានខ្ញុំនិងប្អូនស្រីនិយាយគ្នាតែពី3ម៉ាត់លោកក៏ក្តៅដូចភ្លើងរករឿងវាយតាប់ខ្ញុំរហូតប្អូនស្រីខ្ញុំរៀបការទាំងមូលលោកក៏ហាមខ្ញុំមិនឲ្យទៅគ្រាន់តែទៅចូលរួមអបអរក្នុងឋានៈជាបងប្រុសក៏គ្មានសិទ្ធិបើខ្ញុំអាក្រក់លោកអាក្រក់ជាងខ្ញុំទៅទៀតតែដែលលោកនៅដកដង្ហើមបានចាត់ទុកតែខ្ញុំចិត្តតិចណាស់ហើយត្រូវអរគុណលោកអ៊ីនចាញញឹមស្នាមញញឹមដែលបង្កប់ដល់ការបាញ់ឈឺឬដងតបស្នងទឹកចិត្តរបស់លោកបន្តិចទៅចុះខំមិនសម្លាប់ខ្ញុំចោលប្រាប់ដំណឹងល្អឲ្យដឹងខ្ញុំលក់ផ្ទះនេះហើយនៅទិញឲ្យលុយសិនស្អែកខ្ញុំនឹងអ៊ីនជេទៅនៅកន្លែងផ្សេងហើយចាប់ពីពេលនេះទៅជីវិតរបស់លោកនឹងនាងដើរផ្លូវរៀងខ្លួនខ្ញុំនឹងរកប្អូនថ្លៃថ្មីមិនចាំបាច់សង្ហាដូចលោកមិនចាំបាច់មានដូចលោកមិនចាំបាច់មានវងតកោខ្ពងខ្ពស់ត្រឹមតែមើលថែប្អូនស្រីខ្ញុំបានមិនធ្វើឲ្យនាងស្រក់ទឹកភ្នែកប៉ុណ្ណឹងវាល្អពេកទៅហើយហឺសេខំថ្មិញណែនព្យាយាមទប់ចិត្តមិនឲ្យស្ទុះទៅដាល់បងថ្លៃខ្ញុំចង់និយាយជាមួយអ៊ីនជេខ្ញុំចង់និយាយជាមួយលោកប្រាប់តាមត្រង់ថាខ្ញុំធុញបើអ៊ីនជេមិនចង់មកខ្ញុំនឹងឡើងទៅរកនាងខ្លួនឯងបន្ទប់របស់នាងនៅត្រង់ណាក៏ខ្ញុំដឹងហឺសេស្ទុះងើបតែអ៊ីនចាងងើបតាមផ្ទះមួយនេះពេលនេះជាកម្មសិទ្ធិរបស់ខ្ញុំលោកគ្មានសិទ្ធិដើរត្រួតពិនិត្យគ្រប់បន្ទប់តាមអំពើចិត្តខ្ញុំដឹងហើយថាលោកចង់មកស្នៀតណាទៅត្រៀមអានេះរងចាំអានេះដែលអ៊ីនចាថាគឺកំភ្លើងវាធ្វើហូសេនៅស្គីមភ្លាមវាស់ដល់កម្លាំងខ្ញុំសួរលោកមិនបានតែមានកំភ្លើងក្នុងដៃបែបនេះក៏ឃើញថាសប្បាយចែកបាញ់អត់បើមិនចែកបាញ់ខ្ញុំនឹងរៀនបងថ្លៃដើរទៅរកបងថ្លៃក៏ឈរធ្មឹងយ៉ាងមិនគួរជឿហូសេហ៊ានដើរមករកកំភ្លើងបើចង់បាញ់ជួយបាញ់ឲ្យដាច់តងបេះដូងទៅកំពុងប្រហាក់ប្រហែលគ្នាដូច្នេះហើយទៅក្នុងកំភ្លើងនៅត្រង់ដើមទ្រូងក្រោមអាក្រសេបើការពីមុនអ៊ីនចាភ័យដល់ថ្នាក់យកដៃយកជើងតែថ្ងៃនេះគេស្ងប់គ្រប់គ្រងអារម្មណ៍បានល្អមិនចាញ់ព្រៀបសត្រូវចំការលម៉ៅជាសាលារៀនរបស់គេមិនប្រហែលថ្ងៃក៏បង្រៀនឲ្យគេរឿងមកបានថយចាញ់ទៅកុំបថយធ្វើអីល្ងងខ្ញុំមិនចង់សម្លាប់មនុស្សតែបើចាប់បាច់ខ្ញុំនឹងធ្វើពេលនេះលោកជាជនឈ្លានពានចាញ់ព្រៀបស្រាប់ទៅហើយខ្ញុំបែរក្រោយហើយឡើងទៅរកប្រពន្ធលោកចង់កាច់កាយពេលណាក៏អញ្ជើញកុំផ្ចាញ់គីមហឺសេខ្ញុំធ្វើមែនទែនកាយភ្នែកមុតទម្លាក់ចុះជ្រើសរើសទិសដៅថាគួរតែជាជើងឆ្វេងឬជើងស្ដាំខ្ញុំចូលចិត្តមនុស្សធ្វើមែនទែនហូសេញាក់ស្មាក្អើកតើមព្រមស្លាប់តែមិនព្រមចាញ់កំបាញ់អ៊ីនជេស្ទុះចេញពីកន្លែងលាក់ខ្លួនធ្លាប់មានមេយាទធ្លាប់ដឹងថាអ្វីគួរអ្វីមិនគួរតែថ្ងៃនេះបាយទប់ចិត្តមិនបានលួចស្ដាប់ការសន្ទនារបស់បងប្រុសនិងភ្ញៀវនៅមាត់ទ្វារបន្ទប់ទទួលភ្ញៀវព្រមធ្វើខុសបញ្ជារបស់បងប្រុសគេហាមហើយហាមទៀតថាកុំចុះមកជួបគីមហូសេស្អែកទៅធ្វើលិខិតផ្ទៃកម្មសិទ្ធិផ្ទះតាំងពីព្រឹកខ្ញុំមិនចង់ឲ្យទីនេះប្រឡាក់ឈាមសម្អាតជាថ្មីថ្ងៃនេះធ្វើការពេញមួយថ្ងៃហើយមិនតាន់បាត់នឿយអ៊ីនជេឲ្យជាហេតុផលគ្រប់ម៉ាត់ដែលបានលឺធ្វើឲ្យបេះដូងរីកមានទៅជាក្រៀមស្វិតខ្លាចប្រឡាក់ផ្ទះនាងមិនបានព្រួយបារម្ភពីគេលោកចង់និយាយជាមួយអ៊ីនជេប្អូនស្រីចង់និយាយមួយគេទេនៅរាជាបងប្រុសដាក់កាភ្លើងទៅក្នុងទ្រូងអាធំទៅនិយាយកន្លែងផ្សេងស្អប់មុខអ្នកម្ដុំនេះហូសេស្វាចាប់ដៃភេទជាអូសចេញទៅក្រៅមិនត្រង់ចាំថានាងចង់និយាយជាមួយឬអត់15នាទីប៉ុណ្ណោះឆាប់និយាយឆាប់ចំកុំលេងល្បិចកុំអានអន់ខ្ញុំមិនចង់ឲ្យអ្នកមានដូចលោកមកដល់ត្រេតនៅក្នុងផ្ទះហើយប្អូនស្រីខ្ញុំក៏មិនមែនជាស្រីផ្ដេសផ្ដាស់លក្ខខណ្ឌនៅត្រយដើមផ្លាស់ប្ដូរតាមមនុស្សលែងឈឺហឺសេជ្រើសនាំអ៊ីនជេមកក្នុងសួនព្រោះដើមឈើដែលមានមេឃតូចធំជួយបាត់បង់បរិយាកាសខាងក្រៅបានធ្វើបែបនេះធ្វើអីគេសួរតែមិនចាំស្ដាប់ចម្លើយប្រឡែងដៃទាញចង្កេះនាងមកជិតចង់មកនៅជាមួយបងប្រុស10ថ្ងៃក៏ឲ្យមកមិនតាន់បានគ្រប់ការកំណត់ផងក៏បញ្ជូនមេធាវីឲ្យតែសុំលេងលះពេលរៀបការ
មិនឃើញសួរច្បល់បងប្រុសហើយពេលនេះក៏មកសង្ងំជប់ឲ្យបងប្រុសនិយាយស្អីក៏ត្រូវឆ្លងកាត់អ្នកចាត់ការផ្ទាល់ខ្លួនមុនជ្រុលពេកហើយសអ៊ីនចេនេះប្តីមិនមែនក្តារខៀនចង់លុបក៏លុបចង់គូសក៏គូសអ៊ីនចេព្យាយាមថយក្រោយតែថយមិនបានរវងដៃទាំងមកឲ្យចកេះនាងចាប់ខ្យល់ដង្ហើមក្តៅអ៊ុនស្រោចលើថ្ងាសបើនាងឆ្លាតជាងនេះនឹងដឹងថាបរិះមានធំម្នាក់នេះកំពុងតែឈួតនឹងស្នេហាបេះដូងគេធ្លាក់មកក្នុងក្តាប់ដៃរបស់នាងដែលឃើញរងមាំគឺគ្រាន់តែមិនចង់អាប់អោនកិត្តិយសនិងភាពមានះដែលបាត់បង់អារម្មណ៍ពិតប្រាកដទៅផ្ទះវិញទៅមកទទួលហើយអត់ខ្ញុំនៅជាមួយបងប្រុសស្អែកនេះយើងទៅនៅតាមខេត្តហើយមិនបាននាងជាប្រពន្ធខ្ញុំអាមកស៊ីរថមឲ្យគេចង់តាណាក៏ទៅជារឿងរបស់គេហាត់អីត្រូវតាមចាប់ស្អិតដែរបងគឺបងប្តីគឺប្តីពេលណាញ៉ៃចាញ់យើងរៀបការរួចហើយទៅរៀបការថ្មីគូតឆ្នាំមិនតាន់តែខ្មៅផងលោកក៏ដឹងថាយើងរៀបការមានលក្ខខណ្ឌមិនបានរៀបការព្រោះស្រឡាញ់មិនថាហេតុផលស្អីក៏ដោយរៀបការគឺរៀបការខ្ញុំជាប្តីនាងនេះជាចំណុចសំខាន់លោកបាន100លានគ្រប់ចំនួនហើយនឹងពេញចិត្តទៀតអីមានអ្នកដកកណ្ដាស់ទក់មួយនេះមែនទេគេដកដៃមកខាងពីចង្កេះស្ដាងលោកយកសាយពីក្នុងហាប៉ៅអាក្រសេខ្ញុំត្រូវការអ៊ីនចេះហាមាត់ចង្ក្រងប្រភេទផ្អើពេលហឺសេសក់សាយចូលក្នុងស្អីទេប្រិមិត្តអើយដូចក្នុងខោក្នុងអីអានដាច់ទេដែលខ្ញុំត្រូវការពិតប្រកបគឺនាងត្រូវការខ្លាំងមិនងាយទេដែលគេព្រមបើកចំហបេះដូងតែនាងក្រមុំក៏នឹកដល់ថ្ងៃដែលសុំរៀបការថ្ងៃនោះបោកថាស្រឡាញ់ប្រើពាក្យផ្អែមល្ហែមជំនួយតែចង់ក្រោយក៏ធ្វើបាបនាងលើកទៅវិញតែក៏មកខាតពេលជាមួយក្មេងដឹងអីដឹកខ្ញុំមិនទៅធ្វើជាកាជាតណ្ហាលោកទៀតទេបងប្រុសព្រមលះបង់កិត្តិយសលោកខ្លួនឯងអ្នកនាងខាងយូណាដើម្បីយកប្រាក់100លានគាត់ព្យាយាមធ្វើគ្រប់យ៉ាងដើម្បីលួចសេរីភាពខ្ញុំហើយថ្ងៃនេះលក់បានហើយខ្ញុំបង្គោលជីវិតដល់នៅសល់ឲ្យតែគាត់ធ្វើជាក្មេងល្អនៅក្រោមអាវ៉ាត់របស់គាត់តែម្នាក់គត់នាងទាញសាច់ឲ្យគេវិញតែក៏ត្រូវយកទៅខ្ញុំមុននឹងគប់ចោលខ្ញុំជឿមករហូតថារវាងខ្ញុំនិងសនចានាងជ្រើសរើសបងប្រុសមិនមែនរើសប្តីហើយវាគឺជាការពិតពេលមានឱកាសនាងក៏តដាំងស្រាប់ហោះហើរចាប់ប្តីតត់ប្តីចោលកុំគិតសនចេកុំគិតថាលែងគ្នាបានងាយប្រាប់រួចហើយតែថាខ្ញុំមិនតាន់ធុញដោយជាមួយនាងមិនតាន់បាត់ចង់ទោះអាម៉ាស៊ីរូបបញ្ជូនមេធាវីត្រូវខ្ញុំ10នាក់ទៀតក៏នាងនៅតែជាប្រពន្ធខ្ញុំគេចាប់ទាញម្ដងទៀតឲ្យរៀងស្ដាងមកណែបនិតជិតខ្លួនពេលល្អតាំងគៀងនឹកចង់អណ្ដានពាក្យអាក្រក់ក៏ហូរចេញមកជំនួសក្រែងថាជាខ្ញុំមិនខុសពីស្រីលោកខ្លួនហើយលោកនៅមកក្តៅកាហាយអីនឹងស្រីដែលលោកបានបំផ្លាញតាហើយលើ100លានរកស្រីបានកកដោះលែងខ្ញុំតែក៏មកចង់កាន់ចង់ពីទៀតមិនលេងបន្តិចបន្តួចស្លាប់ឬយ៉ាងម៉េចកុំភ្លេចរិទ្ធិទឹកខ្មុំរបស់ជើងវាផ្អែមខ្លាំងប៉ុណ្ណាបើលោកមិនលែងខ្ញុំហៅបងប្រុសអស់គាត់យកកំភ្លើងមកបាញ់ក្បាលលោកឲ្យបាត់ឈួតអូខេហៅបងប្រុសឲ្យមកស្លាប់ប្តីចង់ដឹកដូចគ្នាថាបេះដូងនេះខ្មៅបានប៉ុណ្ណាខ្ញុំចង់និយាយជាមួយមនុស្សពីលមិនចង់ឃើញមុខលោកទៀតទេចាញ់ទៅឲ្យផាត់ដេញដូចឆ្កែដូចឆ្មាវាគួរឲ្យចាប់សោរើការចង់ចាំមើលដល់ពេលនោះនៅដេញឲ្យទៅឬក៏សាយថាយកទៀតមនុស្សឈួតលេងខ្ញុំលេងរើបំរាស់សុកក៏ត្រូវផ្ទៃមុខមុំជ្រុបនឹងសក់ដែលរឿងមុំទាំងពីរក៏អបរិទ្ធរាងកាយស្ដាងកាន់តណែនវាញ័រតិចរហូតដល់នាងដឹងបានអ៊ីនចេសម្លេចដល់និយាយចេញមកទាំងស្អកទាំងសោះកន្លងមកខ្ញុំធ្លាប់មានន័យសម្រាប់នាងខ្លះទេអ៊ីនចេទប់ទឹកភ្នែកចង់យំចង់សាយនៅក្នុងពេលតែមួយមានអារម្មណ៍ដូចមនុស្សវាកចរិតចង់ស្រែកប្រាប់ឲ្យស្វាមឲ្យដឹងថានាងស្រឡាញ់គេតាំងពីដំបូងមិនធ្លាប់ហាមចិត្តបានសូម្បីតែពេលនេះមានលោកធ្លាប់ជាម្ចាស់បំណុលជាប្រុសចិត្តអាក្រក់ចំពោះខ្ញុំបំផិតចម្លើយដែលទទួលបានវាចាក់ដោតបេះដូងឲ្យមានស្នាមរបួសប៉ុណ្ណឹងឬលែកខ្ញុំតាយើងឆ្លោះគ្នាច្រើនណាស់ហើយយើងគួរតែបាច់គ្នាតាមសម្រួលដោះលែងឲ្យខ្ញុំទៅតាមផ្លូវរបស់ខ្ញុំឲ្យខ្ញុំទៅនៅជាមួយបងប្រុសនៅតែពីអ្នកបងប្អូនលោកក៏ដឹងថាខ្ញុំមិនខ្លាចស្លាប់បើលោកមាននេះយកឈ្នះឬទាមទារសិទ្ធិលោកនឹងបានតែសាកសពរបស់ខ្ញុំរវងដៃដរិតណែនក៏រសាយស្មាធំទូលាយក៏ធ្លាក់សម្យាហាក់ដូចមនុស្សអស់សង្ឃឹមចោះចាញ់ប្រយោគចុងក្រោយរបស់ភរិយាបើខ្ញុំសម្រាប់សនចានាងកាន់តែស្អប់ខ្ញុំមែនទេស្អប់ខ្លាំងស្អប់ដល់ថ្ងៃស្លាប់ពេលសម្រាប់រួចខ្ញុំក៏មករត់ជង្គង់សុំទោសនាងអង្វរកនាងថាខ្ញុំខុសហើយខ្ញុំស្ដាយក្រោយចង់ត្រឡប់ពេលវេលានាងនឹងធ្វើយ៉ាងម៉េចលើកលែងទោសឲ្យខ្ញុំទេគ្មានថ្ងៃបើលើសម្រាប់បងប្រុសខ្ញុំគ្មានថ្ងៃលើកលែងទោសឲ្យលោកជាដាច់ខាតទោះប្រមាណ100ជាតិក៏ដោយរៀងស្ដាងក៏ត្រូវរុញឲ្យចេញពីខ្លួនបន្តិចមុននឹងប្រសពកាយភ្នែកគ្នានេះហើយសអ៊ីនចេអារម្មណ៍របស់ខ្ញុំដែលមានចំពោះសអ៊ីនចាយល់ខ្លះទេទទួលដឹងខ្លះឬអត់ក្នុងដើមទ្រូងនេះវាមានរបួសវានៅថ្មីស្រស់វាមិនតាន់របកកំឈឺចាប់ប្រជុំប្រថ្ងៃព្រឹត្តិការចង់គំនុំ
អេនចែស្ងៀមថ្មឹងព្រិចភ្នែកញាប់ស្អីដើម្បីបណ្ដេញទឹកភ្នែកហើយណាអូវលីចាញ់ពីផ្ទះមកនៅទីនេះខ្ញុំព្យាយាមរៀបរៀងតែក៏ធ្វើមិនបានស្រីម្នាក់កំពុងមានស្នេហាភ្នែកខ្វាក់តែជាថ្លង់ព្រោះតែឆ្លុះវង្វេងស្រែកលោឡាដាក់មុខខ្ញុំថាសក់អញ្ចាស់សំខាន់ជាគ្រួសារជាមនុស្សប្រុសល្អដែលត្រូវផ្ញើជីវិតទាំងមូលឲ្យមកថាខ្ញុំឈ្មោះមើលប្អូនស្រីអូវលីដែលចេញពីផ្ទះដឹងធៀបពិតរបស់បងប្រុសនាងតែក៏ធ្វើអីមិនបាននៅថ្ងៃដែលហេណាស្លាប់ខ្ញុំឲ្យស្លាប់ទាំងរស់បន្ទោសខ្លួនឯងជេរខ្លួនឯងសັບគ្រប់សារពើខ្ញុំបណ្ដោយឲ្យប្អូនស្រីមកឲ្យស្លាប់បណ្ដោយឲ្យមកធ្វើជាចង្រៃរបស់ពួកកតិចមនុស្សដឹងទេបើថ្ងៃនោះនាងមិនរត់គេចពីឆ្កែមកបុកខ្ញុំក៏គ្មានថ្ងៃរៀបការរវាងជើងកាត់ដាំងបើខ្ញុំត្រូវការសងសឹកសអញ្ចឹងគឺគ្រាន់តែបើកស៊ីនាងហើយតត់ចោលទុកកូនមួយមើលមុខប៉ុណ្ណឹងវាសំចិត្តពេកណាស់ទៅហើយគ្មានអ្នកដើរមកប្រាប់ថារយៈពេល15នាទីតែហូសេក៏បង្វិលខ្លួនដើរចេញពីសួនដោយប្រះចាកសម្លេងរារាំងចង់ងាកក្រោយសឹកដាច់ខ្យល់តែក៏មិនដឹងថាងាកទៅដើម្បីអ្វីខួរក្បាលដែលធ្លាប់តែរវីរវៃទៅជាស្ពឹកសពុនដៃជើងក៏ខ្សោះខ្សោយកម្លាំងបេះដូងក៏ឈឺព្រោះកំពុងស្ពឹកល្អហើយដែលគេមិនរបត់មាត់ប្រាប់ថាស្រឡាញ់